ជំរាបសួរសួស្តីបងប្អូនខ្ញុំនិយាយតាមត្រង់ខ្ញុំមិនដែរជិះទូកនៅកោះនរាទេមានបងប្អូនណាដូចខ្ញុំអត់បើបងប្អូនណាធ្លាប់ជិះអាចបើសាក់ជិះដូចខ្ញុំបានណាសម្រាប់តម្លៃទូកម្នាក់ជិះតែ5000រៀលណាហើយយើងឡើងជិះនៅចំណតផែទេសចរទីក្រុងនរាហ្មងហើយទូកខ្ញុំជិះនេះមានឈ្មោះថាទូកចំការស្នេហ៍ហើយទូកនេះធំណាមាន2ជាន់មានជាន់លើជាន់ក្រោមហើយកន្លែងអង្គុយក៏មានទាំងជាន់លើទាំងជាន់ក្រោមដែរហើយលើទូកក៏មានលក់របស់ញ៉ាំច្រើនណាមានលក់នំលក់ភេសជ្ជៈលក់តកកឈូសហើយក៏មានលក់ម្ហូបកំងដែរហើយលើទូកហ្នឹងក៏គេមានលក់បុកល្ហុងដែរហើយបុកល្ហុងហ្នឹងមួយចានហ្នឹង15000រៀលហើយអ្វីដែលពិសេសដែលមិនអាចបំឡងសម្រាប់ជីវិតខ្ញុំហ្នឹងគឺប្រហិតចៀនធម្មតាញ៉ាំប្រហិតចៀននៅលើដីគោកធម្មតាអញ្ចឹងឥឡូវយើងមកញ៉ាំប្រហិតចៀននៅលើទូកលើទឹកម្ដងមើលប្រហិតចៀនគាត់មានច្រើនជម្រើសហើយរៀបចំបានស្អាតទៀតសម្រាប់រសជាតិប្រហិតមួយទឹកសៀងគាត់ណាស៊ីគ្នាហ្មងដាក់ម៉ាត់មកដឹងថាឆ្ងាញ់ហ្មងហើយជាពិសេសមានអានំប៉័ងស្រួយៗអ្នកពងអូយកប់សេរីតែសំខាន់ដូចតាំងពីឡើងលើទូកមកដូចនិយាយតែរបស់ញ៉ាំសុទ្ធអីឥឡូវយើងគួរតែនិយាយពីទេសភាពពេលជិះទូកវិញនិយាយពីទេសភាពវិញឲ្យ10លើ10ហ្មងខ្យល់ទន្លេមកត្រជាក់ហើយយើងជិះមើលព្រះអាទិត្យលិចអូយស្អាតមែនតែនហ្មងអញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ជិះទូកនៅកោះនរាអាចភាសាជិះលេងបានណាសូមអរគុណសូមជម្រាបលាបាយបាយ